តោះបងប្អូនមកមើលស្វាយប៉ោមមើលជាង20ដើមនៅក្រោយផ្ទះហ្នឹងនោះស្វាយជាង20ដើមស្វាយនេះដាំតាំងពី20ឆ្នាំជាងមុនណាពេលហ្នឹងមានស្វាយពូជល្អដូចបច្ចុប្បន្នទេតែអញ្ចឹងវាក្រងាប់អាដើមនេះវាល្អមើលផ្លែរុះកូនក្មេងរស់ហូបផងហើយកោស៊ីផងល្អមែនទែនឆ្ងាញ់ស្វាយនេះគឺវាសាច់វាកុំឲ្យជ្រាយពេកគឺឆ្ងាញ់មែនទែនបងមើលរុះធំស្អាតបើអ្នកនៅគៀនផ្ទះអីឃើញវីដេអូនេះអាចមករើសបានច្រកកតាបច្រកថងអាយ៉ូទៅហូបអត់ខ្វះទេរុះច្រើនណាស់ឥឡូវបងប្អូនមើលត្រួសទៅនេះរុះដល់កោស៊ីមិនអស់យើម្ចាស់ហ្នឹងក្មេងៗហ្នឹងវារើសហូបឡើងលេងចង់ហូបណាក៏ប៉ុន្តែខ្ញុំចូលចិត្តស្វាយពួកហ្នឹងដោយសារអីវាឆ្ងាញ់សាច់វាណាអត់តលន់ទេផ្អែមអត់តលន់ទេមើលរុះពេញដីរុះទាំងអស់នោះច្រើនណាស់មើលតែស្វាយហ្នឹងទាំងអស់អត់មានពូជស្វាយខ្ទិះស្វាយកែវទេគឺសុទ្ធតែស្វាយប៉ោមទាំងអស់មើលទៅក្បាលកឥឡូវបងរើសវាទុកគោតណាប់ណាគោផែនស្វាយមើលរុះច្រើនមែនតើបងនេះដល់ស្ដាយ30ដើមហើយយើងរុះចោលណាមើលពីលើទៅស្វាយនេះមើលមិនសូវឃើញទេវារៀងកប់ស្លឹកអញ្ចឹងដោយសារវាទុំរៀងដូចជាវាមិនក្រហមលឿងដូចស្វាយផ្សេងទេតែនៅពេលដែលរុះមកតែមួយថ្ងៃអីហ្នឹងនោះមើលទៅហើយមិនទូចទេបងប្អូនស្វាយប៉ោមនេះវាធំណានេះរុះលើអានេះអីមើលមិនទូចទេធំណាស់ចង់ប៉ិនក៏ដៃអស់ហើយរុះច្រើនណាស់មើលតើនេះអ្នកដែលគ្នាអត់ណាដែលអត់មានដាំដើមស្វាយអីបើបានស្វាយប៉ុណ្ណេះហូបអីមិនដឹងសុបាយប៉ុណ្ណាណាសង្កេតខ្ញុំណាតែតើយើងមានច្រើននេះរុះចោលទេយើងមើលទៅវាអត់សូវមានតម្លៃតែសម្រាប់អ្នកដែលគ្នាអត់មានស្វាយអីដាំហូបនៅផ្ទះគឺមានតម្លៃអញ្ចឹងទៅថាអ្នកដែលបានមើលវីដេអូនេះហើយនៅគៀនផ្ទះណាស្គាល់ទេអាចមករើសបានឬមកបេះក៏បានដែរនេះមានអត់ទៅបេះអស់ទេសុទ្ធតែផ្លែ20ដើមជាងមើលបងប្អូនមើលដាំតាំងពី20-30ឆ្នាំមុនហើយអាពួកស្វាយនេះมันងាយងាប់ទេដួងស៊ីមុំសុខចិត្តបាក់មេឃអីហើយដោះឡើងវិញវាដោះសាច់មកវិញនេះសិតតែស្វាយទាំងអស់បងប្អូនមើលនោះនៅខាងនោះទៀតមើលផ្លែរុះពេញហ្នឹងហើយតែផ្លែនេះហើយទាំងចកោមហើយបើមើលក្រោមដីវិញនេះអូនមើលទៅនេះរុះត្រៀបត្រាស្ដាយមែនតើមានគោសบายចិត្តជាងគេគោពីស៊ីរងថ្ងៃឡើងចង់តលន់ណានោះអញ្ចឹងបងប្អូនអាចបើរុះច្រើននេះអាចមានឲ្យគោឲ្យសត្វឬក៏គោផែនឬក៏ចែកក្មេងៗណាហ្នឹងហើយវីដេអូនោះមានតែប៉ុណ្្នឹងឯងអរគុណច្រើនអ្នកអត់មានអ្នកហូបផ្ទាន់ណាបងប្អូនណាមកអីចង់រើសយកទៅគោតណាប់ឬក៏ហូបអីគឺមករើសមកនេះហើយនេះរុះថ្មីទាំងអស់ដល់ល្អនេះ